បាទទស្សនីសាសានសានអរគ្នាថ្ងៃនេះលោកគ្រូមានលំហាត់មួយទៀតមកចង់ណែនាំបងប្អូនគឺជាលំហាត់វិសម័យកាលណាអញ្ចឹងលំហាត់បាទអញ្ចឹងយើងកាទី1ណាយើងធ្វើដល់ចអញ្ចឹងឲ្យយើងចូលដោះស្រាយវិសម័យកាលចនោះគេឲ្យវិសម័យកាលមកដក 4x បូក 9 តូចជាងឬក៏ស្មើ 8x ដក 3វាទេគឺដក 2x ដក 1 ធំជាងឬក៏ស្មើ2គឺតា x បូក 1 លើ 2 ចឹងកុំឲ្យខាតពេលយើងទៅមើលចម្លើយរបស់គ្នាយើងដាក់មកចម្លើយបាទចម្លើយយើងសរសេរពីគោលបំណងយើងថាដោះស្រាយវិសម័យកាលបាទកុំភ្លេចយើងដាក់ពីគោលបំណងយើងអញ្ចឹងដាក់មកគឺដោះស្រាយវិសម័យកាលបាទអញ្ចឹងវិសម័យកាលទី1គឺយើងសេមកគឺដក 4x បូក 9 តូចជាងឬក៏ស្មើ 8x ដក 3ចឹងការដោះស្រាយវិសម័យកាលវាមិនខុសគ្នានឹងការដោះស្រាយសម័យកាលប្រហែលដែរណាសម្រាប់អង្គដែលមានអញ្ញត្តិគឺយើងបោះមកឆ្វេងនៃសញ្ញាតូចជាងឬស្មើហើយលេខយើងបោះទៅខាងស្ដាំសញ្ញាតូចជាងឬស្មើហើយកុំភ្លេចបដូរសញ្ញាវាចឹងដក 4x វានៅឆ្វេងយើងសេដដែលយើងបោះ 8x មកឆ្វេងយើងបដូរទៅជាដក 8x បាទហើយតូចជាងឬក៏ស្មើដក 3វានៅខាងស្ដាំដាក់ដដែលហើយយើងបោះបូក 9 មកស្ដាំទៅយើងបានដក 9 ដូរពីបូកទៅដកណាការយើងបោះយើងកុំភ្លេចបដូរសញ្ញាអញ្ចឹងដក 4x ដក 8x វាដក 12 ដក 12x បាទតូចជាងឬក៏ស្មើដក 3 ដក 9 គឺដក 12ដូចគ្នាណាបាទអញ្ចឹងពេលដែលយើងចង់បាន x បាទយើងចង់បាន x យើងត្រូវយកបាទយើងត្រូវយកដក 12 ចែកនឹងដក 12ប៉ុន្តែកាលណាមេគុណនៅខាងមុខ x អវិជ្ជមានសញ្ញាតូចជាងស្មើហ្នឹងវាបដូរទៅជាធំជាងឬក៏ស្មើវិញណាបើអត់បដូរសញ្ញាហ្នឹងគឺខុសអញ្ចឹងនេះនាំឲ្យ x បាទធំជាងឬក៏ស្មើបាទអញ្ចឹងដក 12 ចែកដក 12យើងបាន 1 x ធំជាង 1អញ្ចឹងយើងអាចយើងដោះស្រាយចម្លើយជាក្រាបណាយើងដាក់មកចម្លើយជាក្រាបចម្លើយជាក្រាបបាទចម្លើយជាក្រាបយើងគូសក្រាបមួយមកណាក្រាបជាបន្ទាត់ចំនួនពិតបាទជាបន្ទាត់ចំនួនពិតបាទនេះគឺ x ខាងគល់នេះយើងដាក់ x ព្រាមហើយយើងមានចំណុចកណ្ដាលមួយគឺហៅថាគល់អហៅថា O អញ្ចឹង x ធំជាង1យើងឧបមាថា1នៅកន្លែងនេះ x ធំជាងស្មើ1ឧបមាថា1កន្លែងហ្នឹងអញ្ចឹងធំជាងស្មើយើងប្រើគ្នាហើយបែរសញ្ញាបែរទៅរកកន្លែងធំជាងបាទអញ្ចឹងកន្លែងតូចជាងនេះបាទអត់យកទេពីព្រោះវាមិនមែនជាចម្លើយអញ្ចឹងខ្ញុំគូសវាចោលណាអញ្ចឹងតំបន់ចម្លើយកន្លែងនេះកន្លែងគូសខ្មៅនេះណាខ្មៅដិតធំបាទវាជាតំបន់ចម្លើយអញ្ចឹងយើងសន្និដ្ឋានបញ្ចប់មកសន្និដ្ឋានមកថាដូចនេះបាទដូចនេះ x យើងគឺធំជាងឬក៏ស្មើ1អញ្ចឹងឲ្យតែធំជាងស្មើ1យើងយកទាំងអស់អញ្ចឹងនេះបញ្ចប់ចម្លើយណាបាទវិសម័យកាលមួយទៀតគឺឲ្យមកគឺដក 2x ដកឲ្យ1ធំជាងឬក៏ស្មើ2កតាឲ្យ x បូក1លើ2ណាគេឲ្យមកអញ្ចឹងអានេះមុននឹងដោះស្រាយយើងគុណ2ពលិតសិនបើគុណ2ពលិតអញ្ចឹងអាដក 2x ដក1ហ្នឹងទុកដដែលសិនណាទុកដដែលសិនហើយសញ្ញាធំមានស្មើដដែលយើងគុណ2បញ្ចូល2គុណ x យើងបាន 2x បាទ
ហើយ2គុណឲ្យបូក1លើ2នោះយើងបានបូក1ពីព្រោះអីយើងសម្រួល2ចោលណាអូខេបន្តយើងបានអញ្ចឹងហើយយើងធ្វើដូចលំហាត់ទី1ដែរយើងបោះអង្គដែលមានអញ្ញត្តិមកខាងឆ្វេងសញ្ញាធំជាងឬស្មើហើយអង្គដែលគ្មានអញ្ញត្តិឬក៏លេខទៅខាងស្ដាំសញ្ញាធំជាងឬស្មើអញ្ចឹងដក 2x វានៅខាងឆ្វេងហើយយើងដាក់ដដែលហើយយើងបោះ 2x មកខាងឆ្វេងបដូរសញ្ញាទៅជាដក 2x បន្តទៀតណាធំជាងឬស្មើអញ្ចឹង1ដាក់ដដែលហើយដក1បោះទៅស្ដាំយើងបានបូក1ចានេះដក 2x ដក 2x យើងបានដក 4x បាទដក 4x ធំជាងឬក៏ស្មើ2បាទនេះមេគុណនៅខាងមុខបាទមេគុណនៅខាងមុខ x អវិជ្ជមានអញ្ចឹងសញ្ញាធំជាងស្មើហ្នឹងយើងត្រូវតែបដូរទៅជាតូចជាងឬក៏ស្មើវិញណាអញ្ចឹងតូចជាងស្មើ2ចែកឲ្យដក4អញ្ចឹង2ចែកដក4វាស្មើនឹងដក1លើ2បាទអញ្ចឹងមានថា x យើងតូចជាងស្មើដក1លើ2អញ្ចឹងយើងបកស្រាយចម្លើយជាក្រាបបាទដាក់មកចម្លើយជាក្រាបបាទចម្លើយជាក្រាបយើងគួរអចំនួនពិតមួយមកណាបាទនេះបាទនេះ x នេះ x' កន្លែងនេះ o បាទអញ្ចឹងដក1លើ2យើងឧបមាណាឧបមាថាកន្លែងនេះគឺដក1លើ2ហើយ x តូចជាងឬស្មើយើងប្រើគ្នាបែររកទៅខាងតូចជាងណាចឹងអាណាធំជាងយើងអត់យកទេយើងគូវាចោលមកបាទអញ្ចឹងនេះគឺជាតំបន់ចម្លើយកន្លែងខ្ញុំគូដិតនេះណាជាតំបន់ចម្លើយជាងសន្និដ្ឋានមកដូចពេលនេះបាទដូចនេះx យើងគឺតូចជាងឬក៏ស្មើដក1លើ2បាទអញ្ចឹងឲ្យតែតូចជាងស្មើដក1លើ2គឺជាចម្លើយទាំងអស់ណាបាទចប់លំហាត់ហ្នឹងអរគុណ